ខ្ញុំលឺសូចាស់ចាស់គាត់និយាយថាសត្វស្លាបមួយប្រភេទនេះដេកយកជើងទ្រមេឃព្រោះខ្លាចមេឃបាក់សង្កត់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទមានឈ្មោះថាសត្វត្រដេវទូលបងប្អូនមួយចំនួនគាត់ក៏ធ្លាប់បានស្គាល់សត្វស្លាបមួយប្រភេទនេះនិងបងប្អូនមួយចំនួនទៀតក៏គាត់ធ្លាប់តែឮឈ្មោះនិងប្រមាណស្គាល់នោះទេឬក៏ឮចាស់ចាស់គាត់ដំណាលតគ្នាភាគច្រើនជួបប្រទះវានៅតាមវាលស្រែនិងចំការជាដើមសម្រាប់អ្នកថតសត្វស្លាបដូចខ្ញុំសត្វត្រដេវទូលនេះគឺជាសត្វរំខានបំផុតនៅពេលដែលខ្ញុំបោះតង់ថតសត្វគឺថាវាចាប់ផ្ដើមហើរឆ្វែលពីលើតង់ហ្នឹងមិនអោយសត្វដទៃទៀតវាចុះមកឲ្យខ្ញុំថតនោះទេជាងនេះទៅទៀតគឺវាបានបញ្ចេញសំឡេងពេលនេះគឺយើងចូលមកក្នុងសាច់រឿងរបស់ផាន់យើងវិញខ្ញុំក៏ធ្លាប់តែឮចាស់ចាស់គាត់និយាយថាសត្វត្រដេវទូលនេះគឺវាដេកយកជើងទ្រមេឃព្រោះខ្លាចមេឃរលំបាក់សង្កត់វាហើយនេះគឺជាន័យរបស់សុភាសិតដែលបង្កប់ទៅដោយន័យចំនិងន័យធៀបសម្រាប់សត្វត្រដេវទូលនេះខ្ញុំមិនដឹងថាវាដេកយកជើងទ្រមេឃដោយចាស់ចាស់បុរាណគាត់ពោលឬអត់ទេដោយសារតែខ្ញុំថតវាបានតែពេលថ្ងៃតែប៉ុណ្ណោះត្រដេវទូលជាទូទៅវាមានកម្ពស់ប្រមាណជា 31.5 ទៅ 35 សង់ទីម៉ែត្រពេញវ័យក្បាលនិងផ្នែកទ្រូងខាងលើពណ៌ខ្មៅត្រចៀកសស្បែកមុខពណ៌ខ្មៅជើងលឿងស្លាបពណ៌ត្នោតខ្ចីចម្ពោះក្រហមនិងមានចុងខ្មៅមិនតាន់ពេញវ័យក្បាលពណ៌ក្រមៅកស្បែកមុខនិងទ្រូងពណ៌លឿងស្រាលទីជម្រកនៅតាមមាត់បឹងតំបន់ព្រៃល្បោះត្រពាំងមាត់ស្ទឹងតំបន់ដីសើមនិងតំបន់កសិកម្មរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមករាដល់ខែមិថុនាពងចំនួន4គ្រាប់ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាខ្ញុំមិនបានដឹងថាសត្វស្លាបមួយប្រភេទនេះដេកយកជើងទ្រមេឃឬក៏អត់ទេបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ដឹងឬក៏ធ្លាប់ឃើញនិងយល់ពីន័យសុភាសិតនេះជួយខមមិននៅខាងក្រោមវីដេអូនេះផងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា